ក្រុមប្រឹក្សាខេត្តពោធិ៍សាត់រៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ស្ថិតនៅសាលាស្រុកក្រគរមានអ្នកចូលរួម253នាក់ក្នុងគោលបំណងប្រមូលមតិយោបល់បញ្ហាប្រឈមនិងសំណុំពរនានារបស់ប្រជាពលរដ្ឋយកមកពិភាក្សាស្រាយបំភ្លឺនិងធ្វើការដោះស្រាយឲ្យចំគោលដៅប្រកបដោយប្រសិទ្ធភាពនិងទាន់ពេលវេលានៅព្រឹកថ្ងៃទី25ខែវិច្ឆិកាឆ្នាំ2025នេះក្រុមប្រឹក្សាខេត្តពោធិ៍សាត់បានរៀបចំវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់ឆ្នាំទី2អាណត្តិទី4ស្ថិតនៅសាលាស្រុកក្រគរក្រោមអធិបតីភាពឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តនិងឯកឧត្តមខុយរីដាអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ព្រមទាំងមានការចូលរួមពីសមាជិកក្រុមប្រឹក្សាខេត្តក្រុមប្រឹក្សាស្រុកគណៈអភិបាលស្រុកវាគ្មិនមន្ទីរអង្គភាពជំវិញខេត្តមន្ត្រីរាជការសាលាស្រុកមេឃុំមេភូមិអ្នកពាក់ព័ន្ធនិងប្រជាពលរដ្ឋ253នាក់ឯកឧត្តមមករាប្រធានក្រុមប្រឹក្សាខេត្តបានអានរបាយការណ៍សង្ខេបជូនរួចហើយមកឯកឧត្តមខុយរីដាអភិបាលខេត្តមានប្រសាសន៍ថាវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តឆ្នាំទី2អាណត្តិទី4ឆ្នាំ2025គឺដើម្បីផ្តល់ឱកាសចំពោះប្រជាពលរដ្ឋទាំងអស់ឲ្យបានស្វែងយល់អំពីស្ថានភាពទូទៅនៃការអភិវឌ្ឍខេត្តស្រុកក្រុងឃុំសង្កាត់បញ្ហាប្រឈមនានាដែលកើតមានឡើងក្នុងមូលដ្ឋាននាពេលកន្លងមកវេទិកានេះបានបើកទូលាយនៅឱកាសដ៏ល្អមួយជូនដល់បងប្អូនប្រជាពលរដ្ឋអ្នកពាក់ព័ន្ធនិងអាជ្ញាធរមូលដ្ឋានបានបញ្ចេញមតិយោបល់ដោយផ្ទាល់អំពីក្តីកង្វល់ក៏ដូចជាសំណុំពរនិងតម្រូវការជាក់ស្ដែងនៅក្នុងមូលដ្ឋានរបស់ខ្លួនការលើកឡើងនៅបញ្ហានិងសំណុំពរទាំងនេះនឹងត្រូវបានក្រុមប្រឹក្សាខេត្តនិងគណៈអភិបាលខេត្តប្រមូលផ្ដុំពិភាក្សានិងពិចារណារកដំណោះស្រាយប្រកបដោយតម្លាភាពនិងប្រសិទ្ធភាពដើម្បីធានាថាការអភិវឌ្ឍមូលដ្ឋានពិតជាឆ្លើយតបទៅនឹងតម្រូវការចាំបាច់របស់ប្រជាពលរដ្ឋវេទិកាផ្សព្វផ្សាយនិងពិគ្រោះយោបល់នៅសាលាស្រុកក្រគរនេះពិតជាបានឆ្លុះបញ្ចាំងឲ្យឃើញពីការបដិញ្ញាចិត្តរបស់រដ្ឋបាលខេត្តពោធិ៍សាត់ក្នុងការជំរុញនៅអភិបាលកិច្ចល្អនិងការចូលរួមរបស់ប្រជាពលរដ្ឋក្នុងដំណើរការអភិវឌ្ឍមូលដ្ឋានឆ្ពោះទៅរកភាពរីកចម្រើននិងជីវភាពកាន់តែល្អប្រសើរឡើងក្នុងឱកាសបន្តបន្ទាប់នៃវេទិកានេះអភិបាលខេត្តពោធិ៍សាត់បានបញ្ជាក់ជូនថាទំនប់ក្បាលហុងនឹងចាប់ផ្ដើមដំណើរការសាងសង់នាដើមឆ្នាំ2026សម្រាប់បម្រើវិស័យកសិកម្មនិងផ្គត់ផ្គង់ទឹកប្រើប្រាស់ប្រចាំថ្ងៃក្នុងគោលបំណងធានាថាប្រជាពលរដ្ឋមានទឹកគ្រប់គ្រាន់ទាំងរដូវវស្សានិងរដូវប្រាំងព្រមទាំងមានអំពូលភ្លើងសូឡាប្រភេទ LED លើកំណត់ផ្លូវជាលេខ5ព្រំប្រទល់ខេត្តបាត់ដំបងដល់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងក្រុងដំឡើងឲ្យបានចប់មុនផែនការឆ្នាំ2026នេះពេលខាងមុខស្រុកភ្នំក្រវាញនឹងមានផ្លូវមួយខ្សែភ្ជាប់ទៅកាន់ខេត្តកំពង់ស្ពឺដែលនឹងបើកច្រកសេដ្ឋកិច្ចថ្មីមួយសម្រួលការដឹកជញ្ជូនផលិតផលកសិកម្មនិងលើកកម្ពស់វិស័យទេសចរតំបន់ភ្នំឲ្យកាន់តែមានសក្តានុពលឯកឧត្តមអភិបាលខេត្តបានស្នើដល់អភិបាលស្រុកនិងមន្ត្រីជំនាញពាក់ព័ន្ធឲ្យបន្តពង្រឹងការគ្រប់គ្រងមូលដ្ឋានសម្រាប់សម្រួលកិច្ចការងារអភិវឌ្ឍនិងដោះស្រាយសំណុំពររបស់ប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាពត្រូវខិតខំប្រើប្រាស់ជំនាញរបស់ខ្លួនដោយយកចិត្តទុកដាក់ខ្ពស់និងភាពស្មោះត្រង់ដើម្បីធានាគុណភាពការងារទាំងលើវិស័យហេដ្ឋារចនាសម្ព័ន្ធកសិកម្មនិងការងារសង្គមជាចុងក្រោយឯកឧត្តមសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឲ្យចូលរួមយ៉ាងសកម្មក្នុងការទទួលខុសត្រូវក្នុងការបោះចោលសំរាមឲ្យបានត្រឹមត្រូវនិងផ្ដល់កិច្ចសហការពេញលេញជាមួយនឹងអាជ្ញាធរមូលដ្ឋានដើម្បីឲ្យខេត្តពោធិ៍សាត់របស់យើងសម្រេចបាននូវការអភិវឌ្ឍរួមគ្នា